សម្រាប់បងប្រុសជុំគ្នាឲ្យអត់ដឹងធ្វើអីញ៉ាំមែនអត់មកមុខនេះគឺត្រូវមែនតែនហ្មងប្រុសចូលចិត្តណាហើយសម្រាប់ថ្ងៃនេះខ្ញុំមកធ្វើមាន់លីងចេកខ្ចីហើយគ្រឿងផ្សំយើងអត់មានអីច្រើនតែមាន់នេះខ្ញុំយកមកលាងឲ្យស្អាតសម្រាប់មាន់នេះលាងមួយមែនប៉ុន្តែធ្វើតែមួយចាហៀងឯងដោយសារវាច្រើនពេកអញ្ចឹងខ្លាចញ៉ាំអត់អស់ហើយបន្ទាប់មកយើងចាប់ផ្ដើមលាងស្លឹកក្រូចខ្ញុំបន្ថែមជាមួយស្លឹកក្រូចបើសិនជាបងប្អូនអត់ចង់ដាក់ក៏បានដែរប៉ុន្តែនេះដាក់របៀបញ៉ាំលេងអីចឹងទៅវាឆ្ងាញ់អញ្ចឹងបន្ថែមស្លឹកក្រូចម្ដាយមកហើយបន្ទាប់មកទៀតគ្រឿងក្រូចយើងបានរៀបរយអស់ហើយយើងចាប់ផ្ដើមមកហាន់មាន់វិញម្ដងសម្រាប់មាន់យើងកាត់ឲ្យស្អាតមកហើយនេះខ្ញុំយកតែមួយចាហៀងទេអញ្ចឹងបងធ្វើគ្នាច្រើនយកច្រើនជាងនឹងទៅសម្រាប់ផ្ទះខ្ញុំវិញមួយចាហៀងនេះមកល្មមហ្មងប៉ុន្តែមុខម្ហូបមួយមុខនេះញ៉ាំលេងមិនឆ្ងាញ់បើថាញ៉ាំជាមួយបាយអីក៏ដូចអត់សូវត្រូវដែរនេះស្រ័យលើយើងចូលចិត្តអញ្ចឹងណាហើយបន្ទាប់មកទៀតយើងកាប់មាន់នឹងឲ្យរបៀបមកល្មមអញ្ចឹងណាអញ្ចឹងបងប្អូនចូលចិត្តរបៀបធំតូចអីតាមយើងចូលចិត្តសម្រាប់ខ្ញុំប៉ុណ្នេះទៅវាមកល្មមហើយបន្ទាប់មកទៀតយើងមកចាប់ផ្ដើមហាន់ចេកវិញម្ដងសម្រាប់ចេកខ្ញុំអត់បកសបកទេអានេះដោយសារចេកយើងអ្នកគៀនទេហ៎ដល់ពេលអញ្ចឹងទៅលាងទៅឲ្យស្អាតមកចិត្តទាំងសបកអញ្ចឹងមករួចជាការស្រេចហើយចង់ហាន់ជារបៀបមិនក៏បានដែរសម្រាប់យើងចូលចិត្តអីដាក់ហ្នឹងហ្មងហើយបន្ទាប់មកទៀតស្លឹកក្រូចយើងបេះតូចមកល្មមមកហើយបន្ទាប់មកទៀតយើងមកចាប់ផ្ដើមបំពងចេកវិញម្ដងសម្រាប់ចេកនេះបំពងតំផ្លែតស្រួយល្អទុកតែមួយសន្ទុះមករួចជាការស្រេចឥឡូវនេះចេកយើងបានក្រៀមយើងចាប់ផ្ដើមស្រង់ដាក់ចានមកបន្ទាប់មកទៀតយើងមកដាក់ស្លឹកក្រូចវិញម្ដងសម្រាប់ស្លឹកក្រូចទៅលឿនទៅយើងដាក់តំផ្លែតលើហើយមាន់ខ្ញុំយកទៅបំពងឲ្យរៀងក្រហមមកល្មមសិនណាមុននឹងយកទៅឆាអញ្ចឹងបើបងប្អូនរបៀបថាចង់យកទៅឆាហ្មងក៏បានដែរប៉ុន្តែយើងបំពងជិះទៅធ្វើទៅវារឹតតែឆ្ងាញ់ទៀតហើយវាលឿនពេលឆាសូវយូរឯងតែនេះខ្ញុំយកក្រហមមកល្មមឯងដល់ពេលយកទៅឆាយើងដាក់ឲ្យក្រហមជាងនឹងទៀតអញ្ចឹងណាឥឡូវយើងដួសដាក់ចានមកបន្ទាប់មកទៀតយើងចាប់ផ្ដើមមកឆាវិញម្ដងប្រើខ្ទឹមសប្រហែលជា2កាពឹសអីទៅអាធំហើយយើងលីងវាឲ្យឈ្ងុយបន្តិចមកហើយខ្ញុំមានបន្ថែមជាមួយពោតដែរសម្រាប់ពោតនេះខ្ញុំដាក់ខ្លួនឯងណាដោយសារយើងដាក់អញ្ចឹងទៅក៏វាឆ្ងាញ់មួយយ៉ាងដែរអញ្ចឹងខ្ញុំបន្ថែមខ្លួនឯងទេបើបងប្អូនអត់ចង់ដាក់ក៏បានដែរពោតនេះយើងរបៀបញ៉ាំលេងអីវាឆ្ងាញ់ដែរអញ្ចឹងយើងបន្ថែមហ្មងទៅហើយយើងចាក់សាច់ចូលហ្មងទៅបន្ទាប់ពីចាក់សាច់ហើយយើងដាក់គ្រឿងដែលបានលាយទៅអានេះខ្ញុំលាយទុកខ្លះអីខ្លះអញ្ចឹងណាបន្ថែមក្រៅខ្លះស្ករសយើងដាក់ក្រៅអញ្ចឹងទៅទឹកត្រីប្រេងខ្យងអីយើងបន្ថែមក្នុងអាគ្រឿងលាយមិញហ្នឹងហើយយើងចាប់ផ្ដើមចាក់គ្រឿងក្រៅមិញចូលអស់មកហើយសម្រាប់ម្ទេសនេះវិញខ្ញុំដាក់អត់សូវហឹរទេដោយសារមានក្មេងៗអញ្ចឹងដាក់មកល្មមមកបានហើយបន្ទាប់មកទៀតយើងឆាឲ្យវារៀងដាច់ទឹកតិចមករួចជាការស្រេចហើយដោយសារម្ហូបមុខនេះយើងធ្វើយករបៀបថាក្រៀមបានញ៉ាំទៅឆ្ងាញ់បើថានៅទឹកអីញ៉ាំអត់ឆ្ងាញ់ទេអញ្ចឹងអាគ្រឿងមិញហ្នឹងរៀងទឹកអញ្ចឹងយើងដាក់ឲ្យវាក្រៀមដាច់ទឹកល្អមកហើយសម្រាប់បងប្អូនរបៀបថាជុំគ្នាជុំអីមកមុខនេះគឺត្រូវមែនតើហ្មងញ៉ាំលេងថ្ងៃអីចឹងញ៉ាំបាយក៏បានដែរគាត់ថាអត់សូវត្រូវគ្នាអីចឹងណាឥឡូវប៉ុណ្នេះមកមកនេះខ្ញុំធ្វើយកតែប៉ុណ្្នឹងមកក្រៀមមែនតើហ្មងហើយឡើងឈ្ងុយធ្វើហើយមាន់តែមួយជ្រៀងប៉ុន្តែបានច្រើនមែនតើហ្មងនេះមួយចាន3នាក់ឯងមកល្មមឆ្អែតសំខាន់បន្ថែមជាមួយពោតទៀតបងប្អូនអាចសាកធ្វើបានណាអ្នកអត់ធ្លាប់ដាក់ពោតលឿងអញ្ចឹងខ្ញុំដាក់រួចគឺឆ្ងាញ់មែនតើហ្មងហើយស្លឹកក្រូចនេះក៏ចឹងដែរភាគច្រើនគេធ្វើដាក់តែប៉ុន្តែខ្ញុំធ្វើដាក់ហ្មងទៅរបៀបយើងឆ្នៃអីឲ្យប្លែកឲ្យឆ្ងាញ់ណា